ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទបន្តែកំងលក្ខណៈខ្នាតធំមួយចាដែលគ្នារបស់យើងក៏បានកំងណាឥឡូវហ្នឹងគឺខាងយើងបានរៀបចំហើយរួចរាល់100%ហើយចាខាងមុខក៏យើងមានស្លាបមានអីសម្រាប់ដាក់តាំងគ្រឿងអីវ៉ាន់អីកប៉ិកកប៉ុករបស់គាត់នឹងបានចាហើយទូគឺយើងពីរបែបហ្នឹងទូដាក់ប្រហិតមួយនិងគ្រឿងដាក់បុកល្ហុងមួយចាអានេះត្បាល់បុកល្ហុងរបស់គាត់គឺយើងដាក់នៅខាងក្រោយបែបហ្នឹងចាមានធ្វើជាកងដាក់ដែកទល់ទប់អីនិយាយរួមគឺមកអែមម៉ាសាតែម្ដងចាអានេះផ្នែកខាងក្នុងរបស់យើងគឺគាត់មានចោះក្បាលចក្រាន2សម្រាប់ជៀនផាត់ហើយនឹងឆាមីឆាបាយអីរបស់គាត់ផ្សេងៗអញ្ចឹងណាខាងលើគឺយើងមានតំណើមានអីដាក់អីវ៉ាន់ដូចយើងអត់ដងអញ្ចឹងចាហើយដំបូលវិញគឺយើងមានក្រាអ៊ីសូឡង់កាហ្វេកម្ដៅហើយជាប្រភេទដំបូលសង្កសីប្រើបានយូរប្រើរាប់ឆ្នាំនិយាយទៅប្រភេទពួកហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់បានអីគឺអាចធ្វើការកម្មង់បានចាតាមរយៈ page នេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ5ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះអតិថិជនដែលគាត់តែងតែជឿជាក់និងគ្រប់គ្រងមកលើខាងយើងចាមិនថាអតិថិជនដែលគាត់នៅតាមបណ្ដាខេត្តក៏ដូចជានៅភ្នំពេញផ្ទាល់ចាពិតជាអរគុណពួកគាត់ខ្លាំងមែនតែនចាតែពិតទៅអានេះយើងមានទ្វារខាងក្រោយមួយទ្វារខាងមុខមួយប៉ុន្តែដោយសារតែគាត់រត់ខ្សែទៅយោហ្គាសគាត់មកខាងនឹងដល់ពេលអញ្ចឹងទៅទ្វារនេះគឺយើងបើកអត់បានទេអញ្ចឹងឲ្យបានគាត់អាចដាក់ទៅខាងក្រោយបានណាខាងមុខនេះក៏យើងមានកន្លែងសម្រាប់ដាក់ចក្រានស្ងោរពងទាមានកន្លែងដាក់កៅអីមានកន្លែងដាក់អគុយនិយាយទៅគឺមកចប់តែម្ដងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់កំងអីគឺអាចធ្វើការកំងបានចាឥឡូវហ្នឹងវីដេអូហ្នឹងយើងក៏មានតែប៉ុណ្្នឹងទេក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ